ได้พวกมามาออนต่างគ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានដំណើរថ្មីសម្រាប់ពុកម៉ែមកអូនទស្សនានឹងមើលកផ្សាយលេងសម្រាប់ថ្ងៃទី22ខែ5 2026ដំណើររបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែមកអូនស្ដាប់កំសាន្តដូចគ្នាតើមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែមកអូនទៅចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ឈៀវ subscribe ឬប៉ុណ្ណឹងឲ្យ channel ថ្មីយាយម្នាក់មួយផងមុនណាដើម្បីទទួលបានវីដេអូក្រោយៗតែចាំពុកម៉ែមកអូនចូលមកស្ដាប់សុបិនយាយយំនេះយាយសុបិនឃើញថាមនុស្សមិនមែនមនុស្សទេបងអូនក្មេងទេប្រហែលជាអាយុខ្ទង់10ឆ្នាំជាងអីទេគេថាកបោកដែលខ្ញុំស្ពាយហ្នឹងមានលុយប្រហែលតែ10រៀលអីហ្នឹងគេថាមិនដឹងថាកបោកខ្ញុំមានលុយ10រៀលខ្ញុំឲ្យមើលដល់ពេលហើយយាយក៏ទាញកបោកយាយដែលស្ពាយហ្នឹងណាវាចេញហែកមើលសត្វទឹកក្រាស់500ហើយអាក្រាស់ថ្មីបងអូនម្ដុំរបៀបដូចគេដូរសម្រាប់ទៅវត្តទៅអីចឹងណាសត្វទឹកក្រាស់500ក្រាស់1000នៅក្នុងកបោកហ្នឹងចងដុំសត្វទឹកក្រាស់ថ្មីហ្មងថាណែមើលលុយខ្ញុំសត្វតែលុយខ្មែរហើយមាន10រៀលយ៉ាងម៉េចនិយាយមួយគេនៅក្នុងសុបិនចឹងណាហ្នឹងហើយចឹងយាយក៏កាត់យក45 40 10 14 18 450 140 451អូស40និងអូស10ចឹងពុកម៉ែបងអូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងសំណាងល្អដល់អស់គ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ